ខូចចិត្តឈឺចិត្តតែត្រូវតែរឹងមាំយើងរឹងមាំដើម្បីខ្លួនឯងយើងរឹងមាំដើម្បីអ្នកជុំវិញខ្លួនមានវិធីជាច្រើនដែលយើងអាចយកមកប្រើដើម្បីធ្វើឲ្យផ្លូវចិត្តយើងរឹងមាំព្រោះថាបើសិនជាយើងបណ្ដោយឲ្យផ្លូវចិត្តយើងទន់ខ្សោយរូបរាងកាយយើងក៏ទន់ខ្សោយដូចគ្នាបើបងប្អូនពិបាកចិត្តហើយបណ្ដោយខ្លួនបងប្អូនក៏អត់មាននឹកឃើញឃ្លានចំណីអាហារបងប្អូនក៏សម្រានអត់បានត្រួសគ្រាន់តែពីរចំណុចនេះការដែលយើងគេងអត់បានគ្រប់គ្រាន់ធ្វើឲ្យរូបរាងកាយយើងចុកខ្សោយធ្វើឲ្យប្រព័ន្ធការពាររាងកាយយើងចុកខ្សោយចំពោះអ្នកដែលមានលើសម្ពាធឈាមធ្វើឲ្យសម្ពាធឈាមឡើងកាន់តែខ្ពស់ពេលដែលយើងតានតឹងខ្លាំងយើង stress ខ្លាំងក្រៅពីសម្ពាធឈាមយើងខ្ពស់បេះដូងយើងក៏ចាប់ផ្ដើមបុកញ័រទ្រូងធ្វើទុកទោះជាយើងជាអ្នកដែលមានជំងឺបេះដូងយើងបានដឹងខ្លួនឬក៏យើងជាអ្នកទូទៅធម្មតាក៏អាចរងផលប៉ះពាល់បានខ្លះដែរយើងហូបអត់ទៀងទាត់យើងអត់មាននឹកឃើញឃ្លានអាហាររោគសញ្ញានៃកម្រិតជាតិស្ករក្នុងខ្លួនយើងចុះទាបធ្វើឲ្យយើងឆាប់លហិតលហើយឆាប់អស់កម្លាំងបែកញើសស្អិតដៃញ័រខ្លួនពិបាកក្នុងការផ្ដោតអារម្មណ៍ផ្ចង់អារម្មណ៍យើងមានអារម្មណ៍ថាយើងចុះខ្សោយយើងមានអារម្មណ៍ថាយើងឆាប់ខឹងមួម៉ៅច្រើនទាំងអស់នេះគឺជារូបរាងកាយយើងដែលមានប្រតិកម្មទៅនឹងបញ្ហាទាំងអស់ហ្នឹងនៅពេលដែលយើងមិនបានថែរក្សារូបរាងកាយយើងឲ្យបានល្អនៅពេលដែលយើងមិនអាចថែរក្សាផ្លូវចិត្តយើងឲ្យបានរឹងមាំហើយយើងបណ្ដោយខ្លួនទៅតាមហ្នឹងវានឹងជះឥទ្ធិពលដល់ខ្លួនយើងផ្ទាល់ហើយអ្នកដែលនៅជុំវិញខ្លួនយើងទៀតកូនចៅយើងក្រុមគ្រួសារយើងមិត្តភ័ក្តិយើងអ្នករួមការងារយើងជំរើសតែមួយ